បាទសួស្តីបងប្អូនបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះនិយាយពីអ្នកដែលមានដីទុកចោលបងប្អូនណាដីចំការដីស្រែដែលទុកចោលអត់បានធ្វើអីបងប្អូនបាទអញ្ចឹងយើងកែច្នៃទៅជាដាំបាទដាំដំណាំអីមួយទៅបងប្អូនឧទាហរណ៍ដំណាំណាដែលគួរអត់ស៊ីអត់មានគេបំផ្លាញបាទដូចជាដាំកូនប្រេងខ្យល់បាទប្រេងខ្យល់មួយហាត់យើងអាចបានដាំបាន5000ដើមមួយហាត់ចឹងឧបមាថាយើងមានដី10ហាត់ឬក៏5ហាត់យើងដាំហ្នឹងបងប្អូនណាដាំបាទយើងដាំទៅបាទមួយហាត់យើងដាំបាន5000ដើមឧទាហរណ៍ថាយើងមានដី2ហាត់ឬ3ហាត់ចឹងបងប្អូនណាបាទទៅ3ហាត់ចឹង3ហាត់យើងអាចបានដាំបាន15000ដើមបាទហើយយើងដាំយើងភ្ជួរដែលស្អាតទៅបាទឈូសឆាយកាយយកកូនវាមកដាំដាក់ជីតិចទៅបាទអត់ហត់ថែទាំទេបងប្អូនបាទទឹកក៏សម្បាច់ស្រោចទឹកយើងដាំខែណាដែលអត់ស្រោចទឹកទៅដាំកូនប្រេងខ្យល់លូតលាស់ល្អអញ្ចឹងយើងគិតថាលក់ចេញបានថារយៈពេល2ឆ្នាំកន្លះទៅ3ឆ្នាំលក់បានហើយ2ឆ្នាំកន្លះទៅ3ឆ្នាំលក់បានផលហើយអញ្ចឹងមួយហាត់វា5000ដើមអញ្ចឹង3ហាត់វា15000ដើមគាត់ណាបាទបងប្អូនណា15000ដើម3ហាត់អញ្ចឹងមួយដើមយើងលក់ចេញវាយចេញថា1រៀលចុះឬ4000ចុះវាយើងមកអួងបងប្អូនណាបាទ4000ចង់ថ្លៃបងប្អូនណាថា3000ឬក៏2500ចុះបងប្អូនណាតែគុណនឹង2500លុយខ្មែរយើងគិតតែ6កាក់ចុះគុណនឹង 0.6 អញ្ចឹងបាន9បានតិចបងប្អូនណាបាន$9000បងប្អូនគុណសាថ្មីបងប្អូនគុណសាថ្មីមើល0.6 6គុណនឹង15000ដើមបាន$9000បងប្អូនបាទអាហ្នឹងសារទី1គឺបានផលតិចទេតែសារទី2បាទសារទី2ពេលយើងកាត់វាមួយដើមហើយដុះវិញ4ទៅ5ដើមតែយើងទុកតែ3ដើមទៅចុះបាទទុកតែ3ដើមទៅចុះបងប្អូនណាបាទ3ដើមបាទហើយយើងដាំចោលមានហត់ថែបានណាបងប្អូនអត់ហត់ថែទេដាំចោលវាដុះខ្លួនវាសឹងតែមិនដាក់ជីបងប្អូនបាទដីព្រៃទុកចោលយើងវាយស្អាតដាំចឹងទៅបាទហើយដល់ពេលសារទី2វគ្គទី2បងប្អូនណាអញ្ចឹងវាដោះលូតលាស់ឲ្យខ្ទង់តាមកន្លះតែមួយឆ្នាំចុះមួយឆ្នាំទៀតទៅអញ្ចឹងយើង15000ដើមវាគុណនឹងវាយើងកាត់មួយដើមវាដោះវិញ2 3 4ដើមយើងទុកតែ3ដើមចុះបាទទុក3ដើមចុះអញ្ចឹង15000ដើម15000គុំគុណនឹង3អញ្ចឹងស្មើនឹង45000គុំអញ្ចឹងយើងមកអ៊ូលក់ថោកឲ្យបាទឈ្មោះកណ្ដាលគេយកទៅលក់តយើងលក់មួយដើមដូចមុនណាបងប្អូនតែ6កាក់ទេបាទ 0.6 បាទអញ្ចឹងយើងបានដល់ទៅ$27000យើង3ហាត់ហ្នឹងបងប្អូនអាហ្នឹងគឺលុយនៅផ្នែកនៅមុខបងប្អូនយើងទុកចោលដីទុកចោលបងប្អូនណាបាទយើងដាំអញ្ចឹងទៅបាទដាំដំណាំដែលគូកបីมันអាចបាទធ្វើប៉ះពាល់ឲ្យបានណាបាទគូកបីมันអាចធ្វើឲ្យបានវាស៊ីអត់ស៊ីកើតទេវាហាងវាហិលបាទហើយដីទុកចោលយើងបានចំណូលបានលុយពីដីឃើញទេបាទសบายទិញឡានជិះបានបាត់ហើយមានបាក់ស្អីបងប្អូនបាទប៉ុណ្្នឹងសោះហ្នឹងមានអីចង់បានឡានទិញឡានជិះបានបាត់បាទ